ជាតិថ្ងៃនេះខ្ញុំនឹងដកស្រង់ប្រសាសន៍របស់អ្នកច្បាប់កម្ពុជាមួយរូបគាត់ជាអ្នកច្បាប់ឯករាជ្យជាក្រុមហ៊ុនច្បាប់ឯកជនទេគឺលោកឡុងបញ្ញវុឌ្ឍដែលជាមេធាវីមួយរូបនៅប្រទេសកម្ពុជាដែលទទួលបានសេចក្តីគោរពពីខ្ញុំថាជាបញ្ញវន្តខ្មែរមួយរូបដែលហ៊ាននិយាយនៅក្នុងស្ថានភាពដែលមេធាវីឬក៏អ្នកច្បាប់បញ្ញវន្តដទៃទៀតនឹងនាំគ្នាសង្ងំសុកអស់ហើយលោកធ្វើការឲ្យអង្គភាពឯកជនឬក្រុមហ៊ុនឯកជនរបស់គាត់ឈ្មោះ PAN and Associates គឺក្រុមហ៊ុនមេធាវីឯកជនរបស់គាត់ទេខ្ញុំមិនផ្សាយពាណិជ្ជកម្មឲ្យលោកឡុងបញ្ញវុឌ្ឍទេក៏ប៉ុន្តែមេធាវីបែបនេះឯងដែលជាមេធាវីដែលអស់លោកត្រូវពឹងពាក់អស់ដែលដូចថាហ៊ាននិយាយការពិតហ៊ាននិយាយពុះពៀតតាំងសំបីតែដឹងថាហែលបញ្ច្រាស់ទឹកណាព្រោះដោយលោកបណ្ឌិតកែមលីមានប្រសាសន៍ការលោកនៅរស់អញ្ចឹងថាត្រីដែលហែលស្របទឹកគឺជាត្រីងាប់បាទត្រីដែលហែលបញ្ច្រាស់ទឹកគឺជាត្រីរស់អញ្ចឹងកុំធ្វើឲ្យជាត្រីដែលហែលស្របបណ្ដោយទឹកព្រោះអីអាច្រើនទូបណ្ដោយទឹកហ្នឹងគឺជាការបដែតខ្លួនទៅហ្នឹងគឺត្រីងាប់ទេឥឡូវនេះគឺអ្វីដែលលោកឡុងបញ្ញវុឌ្ឍលើកឡើងនេះគាត់និយាយថាមានច្រក3ដែលខ្មែរអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បានខ្ញុំបកស្រាយថ្ងៃនេះហើយខ្ញុំមិនចង់បកស្រាយអីវែងទៀតទេព្រោះខ្ញុំនិយាយច្រើនអស់ហើយម្នាក់ឯងប៉ុន្តែខ្ញុំចង់បានមតិរបស់អ្នកច្បាប់ហេតុអីបានជាអ្នកច្បាប់យល់ថាកម្ពុជាអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិហើយផ្ដល់ជំរឿសដល់ទៅ3ច្រកទី1គឺលោកឡុងបញ្ញវុឌ្ឍចាប់ផ្ដើមដោយឃ្លាដែលគាត់និយាយថាក្នុងបរិបត្តិបាទសំទោសខ្ញុំមិនប្រាប់ថាហេតុអីបានជាខ្ញុំបានឯកសាររបស់លោកឡុងបញ្ញវុឌ្ឍនេះគឺលោកបានផ្ញើឲ្យខ្ញុំផ្ទាល់តាក់ទងនឹងសំណេររបស់លោកដែលសរសេរអំពីចំណាប់អារម្មណ៍ផ្នែកច្បាប់តាក់ទងនឹងតុលាការយុត្តិធម៌អន្តរជាតិហើយនេះមិនមែនជាលើកទី1ទេជាលើកទី2ហើយដែលលោកផ្ញើឯកសារបែបនេះមកខ្ញុំលើកទី1គឺលោកនិយាយអំពីថាកម្ពុជាត្រូវតែប្តឹងតុលាការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិតែផ្សាយ3-4អាទិត្យមុនហ្នឹងឯងម្ដងនេះគឺគាត់និយាយអំពីច្រកដែលអាចប្តឹងបានទៀតក្រោយពេលមានតាមបណ្ដាញសង្គម Facebook ហ្នឹងមានអ្នកដែល MMO ហ្នឹងគាត់លើកឡើងអំពីបញ្ហាថាខ្មែរប្តឹងអត់បានទេបើណាថាខ្មែរប្តឹងថៃបានគឺយើងបោកប្រាស់ប្រជាពលរដ្ឋឥឡូវជាមួយអ្នកណាបោកប្រាស់ឲ្យប្រកាសបានលោកមេធាវីឡុងបញ្ញវុឌ្ឍនិយាយថានៅក្នុងបរិបទដែលប្រទេសកម្ពុជាមានចំនួនជាមួយថៃនៃតំបន់ប្រាសាទព្រះវិហារគាត់លើកពីរឿងប្រាសាទព្រះវិហារនិងតំបន់មួយចំនួនតាមបន្ទាត់ព្រំដែននៅតែបន្តបង្កើតភាពតានតឹងសំណួរដែលសង្គមច្រើនតែលើកឡើងឲ្យសួរគ្នានោះគឺថាតើកម្ពុជាអាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះបានដែរឬទេឬអាចស្នើឲ្យ ICJ បកស្រាយបន្ថែមបានដែរឬទេមានអ្នកខ្លះយល់ថាអាចអ្នកខ្លះទៀតយល់ថាមិនអាចក៏ប៉ុន្តែការទៅ ICJ មិនមែនជារឿងអារម្មណ៍ទេឬក៏មិនមែនជាជំរើសនយោបាយនោះដែរវាជាការសម្រេចចិត្តផ្លូវច្បាប់ដែលត្រូវការពិចារណាយ៉ាងហ្មត់ចត់និងរៀបចំសំណុំរឿងឲ្យរឹងមាំលោកបន្តថាបើផ្អែកលើប្រវត្តិសាស្ត្រឆ្នាំ1904និង1907ដែលជាសន្ធិសញ្ញាបារាំងសៀមគឺយើងមានសន្ធិសញ្ញានេះគឺមានសន្ធិសញ្ញាមួយនៅក្នុងឆ្នាំ1906សន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ1946និងសាលដីកាតុលាការព្រហ្មយុត្តិធម៌អន្តរជាតិឆ្នាំ1962ហើយនិងសាលដីកាមួយទៀតការសម្រេចមួយទៀតនៅក្នុងឆ្នាំ2013តាក់ទងនឹងរឿងប្រាសាទព្រះវិហារដែរដែលយើងអាចមើលឃើញថាកម្ពុជាមានច្រកផ្លូវច្បាប់យ៉ាងហោចណាស់3ដើម្បីដោះស្រាយបាទហើយច្រក3នេះគឺលោកបញ្យលតាមដូចតទៅច្រកអីគេខ្លះទៅបងប្អូនហើយខ្ញុំនឹងសង្ខេបព្រោះគាត់សរសេរយ៉ាងវែងដែរតែយ៉ាងណាវាជាការវិភាគរបស់អ្នកច្បាប់យកទៅពិចារណាខ្លួនឯងទៅច្រក3ដែលលោកលើកឡើងដែលអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិមានទី1សន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ1946អីទៅបងប្អូនជាសន្ធិសញ្ញាទីក្រុង Washington ឆ្នាំ1946នេះគឺលោកគាត់តែសង្ខេបតាក់ទងនឹងថាបន្ទាប់ពីមានសង្គ្រាមលោកលើកទី2ថៃបានចុះហត្ថលេខាលើសន្ធិសញ្ញានេះដែលបានកំណត់ឲ្យត្រឡប់ទៅរកស្ថានភាពដើមនិងតាមគោរពខ្សែព្រំដែនដែលកំណត់តាំងពីឆ្នាំ1904និងឆ្នាំ1907លោកបានបញ្ជាក់ថានិយាយឲ្យសាមញ្ញទៅគឺថាថៃត្រូវគោរពព្រំដែនដែលមានស្រាប់មិនអាចផ្លាស់ប្ដូរតាមចិត្តបានឡើយក្នុងច្បាប់អន្តរជាតិរដ្ឋមួយមិនអាចបដិសេធកាតព្វកិច្ចសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាបានទេបើមានការមិនគោរពនោះនឹងអាចក្លាយទៅជាចំនួនផ្លូវច្បាប់នេះគឺជាច្រកទី1តាក់ទងនឹងសន្ធិសញ្ញាឆ្នាំ1946នៅរដ្ឋធានី Washington ដែលកំណត់ឲ្យថៃគោរពកិច្ចព្រមព្រៀងឬសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907ដូច្នេះនេះគឺជាច្រកមួយសម្រាប់កម្ពុជាជាអាវុធដ៏មុតស្រួចផ្នែកច្បាប់ដើម្បីសង្កត់ថៃឲ្យទទួលស្គាល់នៅអ្វីដែលជាបញ្ហាព្រំដែនទី2គោលការណ៍ Estopel បើជាភាសាបច្ចេកទេសផ្លូវច្បាប់ទេតាមពិត Estopel នេះបើនិយាយឲ្យងាយស្ដាប់គឺជាគោលការណ៍មួយដែលយើងព្រមព្រៀងអីហើយនៅក្នុងគោលការណ៍កិច្ចសន្យាហើយគឺយើងអាចនឹងបកស្រាយឲ្យផ្ទុយទៅនឹងឬក៏លែងគោរពនៅអ្វីដែលខ្លួនបានព្រមព្រៀងទេកន្លែងចំណុចច្រកទី2នេះខ្ញុំសូមបើកវងកញ្ចក់ទូចមួយនិយាយអំពីចំណុចខ្សោយកម្ពុជាបន្តិចហើយខ្ញុំមិនចង់និយាយចំណុចខ្សោយនេះក្នុងន័យវាប្រហារទេខ្ញុំចង់និយាយចំណុចខ្សោយនេះថាយើងកុំយកមកប្រើទៀតព្រោះយើងចាញ់ថៃហើយហេតុអីបានជាអញ្ចឹងព្រោះអាគោលការណ៍ Estopel នេះគឺគោលការណ៍ដែលយើងចុះកិច្ចព្រមព្រៀងជាមួយគ្នាហើយខ្លឹមសារនៃកិច្ចព្រមព្រៀងត្រូវតែគោរពដូចគ្នាមិនអាចចេញមកហើយបកស្រាយផ្ទុយនឹងខ្លឹមសារហ្នឹងទេខ្ញុំបើកវងកញ្ចក់នេះខ្ញុំចង់សម្ដៅទៅលើកិច្ចព្រមព្រៀងគឺសេចក្តីថ្លែងការណ៍រួមនៃបទជបញ្ញថ្ងៃទី27ខែធ្នូឆ្នាំ2025គឺកម្ពុជាបាននិយាយថាអ្នកណានៅកន្លែងណាអ្នកនឹងនៅកន្លែងហ្នឹងមានខមួយគឺប្រការ2នៅក្នុងកិច្ចព្រមព្រៀងនិយាយអញ្ចឹងថាទាហានខ្មែរនៅកន្លែងណាឬទាហានថៃនៅកន្លែងណាដែលត្រឹមថ្ងៃដែលចុះហត្ថលេខាហ្នឹងគឺនៅបន្តឈរជើងគ្រប់គ្រងទីតាំងតំបន់ហ្នឹងតទៅទៀតនៅក្នុងរយៈពេលនៃកិច្ចសន្យានៃបទជបញ្ញហ្នឹងអញ្ចឹងបានន័យថាកម្ពុជាព្រមទទួលស្គាល់ថាថៃ
នៅគ្រប់គ្រងដែនអធិបតេយ្យដែលវាយបានហើយអត់ដកទៅវិញគឺថៃនៅរក្សាការដែលទាប់អីនៅកន្លែងហ្នឹងគឺថៃគ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាក្រោយមកកម្ពុជាក៏បាននិយាយថាដែនអធិបតេយ្យដែលថៃគ្រប់គ្រងបានហ្នឹងគឺមាន14ទីតាំងហើយទៅតែក្រោយមកទៀតនេះថ្មីនេះក្រសួងការបរទេសហើយនៅរដ្ឋាភិបាលកម្ពុជាលើកឡើងទៅវិញជំទាស់ទៅនឹងថៃដោយចោទប្រកាន់ថៃថាសកម្មភាពដែលថៃធ្វើនៅក្នុងតំបន់ដែលគ្រប់គ្រងបងប្អូនខ្ញុំប្រើពាក្យម្ដងទៀតណានៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសគាត់ថាថៃសកម្មភាពដែលថៃប្រព្រឹត្តនៅក្នុងតំបន់ដែលថៃកំពុងគ្រប់គ្រងត្រួតត្រាដែនអធិបតេយ្យរបស់កម្ពុជាដែលមាននៅក្នុងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍បទជបាញ់ហ្នឹងគឺជាអំពើខុសច្បាប់សកម្មភាពខុសច្បាប់នេះគឺជាការផ្ទុយនឹងគោលការណ៍ Estopel ហើយគោលការណ៍ Estopel នៃច្បាប់អន្តរជាតិបានន័យថាយើងមិនអាចទៅចុះហត្ថលេខាសញ្ញេជាមួយគេហើយព្រមព្រៀងថាដីហ្នឹងគឺគេគ្រប់គ្រងនៅកន្លែងណានៅកន្លែងហ្នឹងហើយដល់ទៅពេលគេធ្វើអីនៅកន្លែងណាកន្លែងហ្នឹងដែលអត់មានកិច្ចព្រមព្រៀងចែងថាហាមឈូសឆាយទីតាំងនេះហាមដាក់លូហាមជីកត្រង់សេហាមស្អីគេដូរវាយផ្ទះប្រជាពលរដ្ឋអីវាយផ្ទះសម្បែងនៅក្នុងក្រោមដែនអធិបតេយ្យនៃការគ្រប់គ្រងរបស់ខ្លួនបានវាអត់មានខហ្នឹងហើយស្រាប់តែទៅចោទថៃថាប្រព្រឹត្តផ្ទុយឬក៏ធ្វើឲ្យខុសពីកិច្ចសន្យាឬកិច្ចព្រមព្រៀងផ្ទុយគេហៅថាប្រឆាំងនឹងគោលការណ៍ Estopel មិញនេះដែលយើងព្រមព្រៀងគ្នាហើយស្រាប់តែយើងក្បត់អញ្ចឹងកម្ពុជាខ្លួនឯងទេខ្ញុំនិយាយនេះបងប្អូនខ្ញុំរៀងហួសឆ្ងាយអំពីច្រកដែលនិយាយអំពីទៅ ICJ បន្តិចណាខ្ញុំគាត់ថាលើកការគោលការណ៍ Estopel ហ្នឹងគឺបានន័យថានៅពេលដែលយើងព្រមព្រៀងគ្នាហើយយើងមិនអាចទៅទាត់ចាប់យើងសញ្ញេលើដៃហើយយើងអាចយកជើងលុបវិញបានទេកម្ពុជាញយដងណាគឺយកសកម្មភាពរបស់ថៃដែលប្រព្រឹត្តនៅក្នុងដែនអធិបតេយ្យដែលដែនដែលថៃគ្រប់គ្រងបានហើយដែលកម្ពុជាលោកទាសីហាសញ្ញេប្រាប់ថាអ្នកណានៅណាហើយគេធ្វើអីនៅក្នុងហ្នឹងតែចោទគេថាធ្វើខុសជាការពិតយើងវាខុសហើយទៅវាយផ្ទះប្រជាពលរដ្ឋខ្មែរទៅវាយអីទៅវាយជីកលេនឋានយករូបបដិមាអីមករុញរូបវិស្ណុអីទៅកំទេចចោលដាក់ប្រពុតរូបបដិមាប្រពុតអីកសាងហេដ្ឋារចនាសម្ព័ន្ធដូចថាផ្លូវមានជីកចាក់បេតុងចាក់អីវារកម្មចិត្តសម្រាប់ប្រជាពលរដ្ឋកម្ពុជាណាក៏ប៉ុន្តែវានៅក្នុងដែនដែលយើងព្រមឲ្យគេគ្រប់គ្រងទៅហើយតែយើងទៅថាអីបើគេយើងព្រមថាអ្នកណានៅណារឿងយើងទេកំហុសរបស់កម្ពុជាទេបើសិនជាមុននឹងចុះកិច្ចព្រមព្រៀងនៃបាត់ជប់បាញ់ហ្នឹងយើងប្រាប់ថាអត់ទេថយទៅវិញសិនណាថយទៅមុននឹងអាថ្ងៃទី28ខែឧសភាតាំងពីព្រឹត្តិការណ៍បាញ់ស្លាប់លោកសួនរោនបើថយទៅបន្តិចប៉ុណ្ណឹងថយដល់ដើមប៉ុណ្ណឹងសំចោះហត្ថលេខាអាហ្នឹងអត់មានរឿងអីទេតែថៃហ៊ានចូលមកទៀតខុសហើយប៉ុន្តែដល់ពេលយើងព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងនេះគឺយើងជាប់លក្ខខណ្ឌមួយគឺលក្ខខណ្ឌ Estopel នេះហើយលក្ខខណ្ឌនៃគោលការណ៍ Estopel ដែលថាយើងអាចនឹងបកស្រាយឲ្យផ្ទុយពីអ្វីដែលយើងសញ្ញេឲ្យគេទេអូខេអាហ្នឹងគឺនៃគឺអញ្ចឹងហើយដល់ពេលខ្មែរដើម្បីស្អំចិត្តប្រជាពលរដ្ឋគឺថាអាសកម្មភាពហ្នឹងយើងអត់ទទួលស្គាល់ទេយើងអត់ទទួលស្គាល់ទេបើយើងទទួលស្គាល់ហើយបាត់ទៅហើយហ្នឹងយើងអត់ទទួលស្គាល់បានតែក្នុងករណីដែលថៃឈ្លានពានលើសពីចំណុចដែលព្រមព្រៀងគ្នាទេនេះអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងទៅប្រាប់សារព័ត៌មានអន្តរជាតិនេះថាថៃឈ្លានពានលើសពីអ្វីដែលព្រមព្រៀងគ្នាកន្លែងណាខ្លះអត់ប្រាប់សោះលោកអ៊ុំសំអានរកឃើញ45កន្លែងកម្ពុជាមានតែ14កន្លែងហ្នឹងនៅជាប់ផុងនៅនឹងរហូតអត់ដែលអាប់ដេតអីសោះអត់ដែលកែអាហ្នឹងដូចយើងប្រើ iPhone 6 ចឹងឥឡូវគេអាប់ដេតដល់ iPhone 17ហើយយើងនៅតែប្រើ iOS ជំនាន់ iPhone 6 ដដែលវាអត់ទៅមុខតែគេទៅអាប់ដេតវាដើម្បីឲ្យដើរទាន់គេតែយើងអត់អាប់ដេតទេយើងនៅប្រើ version ចាស់ហ្នឹងរហូតហើយទៅបកស្រាយថាគេឥឡូវគេឈ្លានពានយើងបន្ថែមទៀតឈ្លានពានកន្លែងណាខ្លះអានេះចំណុចនេះហើយដែលយើងអាចចោទថៃថារំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយជាអំពើខុសច្បាប់មិនទទួលស្គាល់បានវាអត់ប្រឆាំងនឹងគោលការណ៍ Estopel ទេព្រោះអីថៃឈ្លានពានក្រោយបាត់ជប់បាញ់តែបើនៅក្នុងបាត់ជប់បាញ់គេធ្វើអីនៅក្នុងដី14កន្លែងហ្នឹងយើងអត់ទៅប្តឹងគេកើតទេយើងតទៅសើរើពីខាងលើណាបិទវងកញ្ចក់មកវិញអញ្ចឹងគោលការណ៍ទី2ដែលលោកឡុងបញ្ញវុធលើកឡើងអំពីគោលការណ៍ Estopel នេះគឺជាគោលការណ៍មួយដែលមានន័យថារដ្ឋមួយមិនអាចនិយាយផ្ទុយពីអ្វីដែលខ្លួនធ្លាប់ទទួលស្គាល់ទេនឹងអនុវត្តអស់រយៈពេលយូរបានពីមុនមកហើយស្រាប់តែមកចុងក្រោយស្រាប់អត់ទទួលស្គាល់ក៏មិនអាចធ្វើបានដែរលោកឡុងបញ្ញវុធបន្ថែមថាជាច្រើនសតវត្សមកហើយដែលថៃទទួលយកបន្ទាត់ព្រំដែននឹងមិនបានតវ៉ាជាក់លាក់ទេហើយបើថ្ងៃហ្នឹងថៃបដិសេធទៅវិញនោះបានន័យថាផ្ទុយនឹងគោលការណ៍ good faith គោលការណ៍សុឆន្ទៈនិងបំណងល្អតកតងនឹងការព្រមទទួលស្គាល់ហើយបែរទៅជាមិនទទួលស្គាល់អ្វីដែលខ្លួនព្រមព្រៀងគ្នាអានេះគឺជាអ្វីដែលកម្ពុជាមិនបានអាចតវ៉ាបានអញ្ចឹងគោលការណ៍ទី2ច្រកទី2នេះយើងកុំធ្វើឲ្យផ្ទុយគោលការណ៍នេះព្រោះអីលោកឡុងបញ្ញវុធលើកឡើងនេះគឺហាក់បីដូចជាប្រាប់ថាថៃកំពុងតែឲ្យដងដើមមកខ្មែរទេនៅក្នុងន័យថាស្រាប់តែសុកមកបកស្រាយរឿងព្រំដែនអីណាតាមផែនទីខ្នាត1 លើ 50,000មានខ្នាត1 លើ 50,000មកពីណាគោលការណ៍ Estopel គឺបានន័យថាខ្នាតលើ1 200,000ថៃអត់ដែលចំទាស់ទេគឺបានន័យថាទទួលស្គាល់តាំងពីរឿងចំនួនព្រំដែនខ្មែរថៃជាមួយនឹងករណីប្រាសាទព្រះវិហារ2ដងគឺឧបសម្ព័ន្ធមួយនៃផែនទីគេប្រើខ្នាត1 លើ 200,000តាហេតុអីបានជាថៃអាចហើយដល់ពេលថៃអនុវត្តគោលការណ៍ដូចខ្ញុំនិយាយចឹងគឺទី1គោលការណ៍លោកឡុងបញ្ញវុធលើកមិញហ្នឹងគឺសន្ធិសញ្ញា Washington ឆ្នាំ1946ផងហើយនឹងមានគោលការណ៍ Estopel នេះទៀតដូច្នេះថៃកំពុងតែជាប់នៅក្នុងកាតព្វកិច្ចផ្លូវច្បាប់ដែលអត់ប្រកែកបានទេនេះគឺជាច្រកទី2ដែលកម្ពុជាមានដងដាវអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិថៃមិនអាចប្រកែកថាទទួលស្គាល់ហើយមិនទទួលស្គាល់វិញទេអាហ្នឹងទី2ទី3ច្រកទី3ដែលកម្ពុជាអាចប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បានគឺលោកឡុងបញ្ញវុធដកស្រង់មាត្រា60នៃបណ្ដឹងបកស្រាយ
មាត្រា60នៃលក្ខន្តិកៈរបស់ទីតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះខ្ញុំក៏បានទៅផ្ទៀងផ្ទាត់ដែរព្រោះអីអ្វីដែលលោកមេធាវីឡុងបញ្ញវុឌ្ឍលើកឡើងនេះគឺខ្ញុំបានផ្ទៀងផ្ទាត់គ្រប់ចំនួនតាក់ទងនឹងការរកឯកសារស្រាវជ្រាវដើម្បីជួយមើលដែរថាតើលោកនិយាយមានហេតុផលសមរម្យឬយ៉ាងណាហើយខ្ញុំរកឃើញឯកសារផ្ទៀងផ្ទាត់ដែលលោកនិយាយតាក់ទងនឹងអង្គហេតុនិងអង្គច្បាប់ពិតប្រាកដបាទមាត្រា60ខ្ញុំនឹងចូលមាត្រា60ដែលលោកឡុងបញ្ញវុឌ្ឍមានប្រសាសន៍មិញខ្ញុំបានឥឡូវខ្ញុំដកស្រង់មាត្រា60នៃលក្ខន្តិកៈទីក្រុងរ៉ូមដែលជាក្បួនច្បាប់សម្រាប់តុលាការយុត្តិធម៌អន្តរជាតិមកបកស្រាយតាក់ទងនឹងពេលដែលភាគីនៅក្នុងចំនួនទាមទារឲ្យតុលាការបកស្រាយសាលដីកាឬសាលក្រមបងប្អូនត្រូវចាំណារឿងមួយដែលសំខាន់រឿងអីក៏ដោយនៅក្នុងមាត្រា60នេះតិចទៀតបងប្អូននឹងយល់ដែរតុលាការយុត្តិធម៌អន្តរជាតិនេះតែពេលសម្រេចក្តីអីហើយសាលក្រមនឹងคล้ายទៅជាសាលដីកាសេចក្តីសម្រេចគឺคล้ายទៅជាសាលដីកាពាក្យថាសាលដីកាគឺជាអំណាចអាជ្ញាតុលាការបិទផ្លូវតវ៉ាវាអត់មានភាគីណាមកតវ៉ាសើរើសាលដីកានឹងបានជំនុំជម្រះក្តីឡើងវិញអត់បានទេអត់មានភាគីណាមួយមកដាក់សុំឲ្យជំនុំជម្រះក្តីរឿងព្រះវិហារឡើងវិញបានអត់បានទេគឺច្បាប់មិនអនុញ្ញាតទេព្រោះអីនៅក្នុងគោលការណ៍ច្បាប់គេមានភាសាឡាតាំងមួយគឺ res judicataភាសាច្បាប់មានន័យថាអាជ្ញាអស់ជំនុំបានន័យថារឿងក្តីមួយតែពេលដល់អាជ្ញាអស់ជំនុំបានន័យថាអត់មានជំនុំអីការទៀតទេព្រោះច្បាប់មិនអនុញ្ញាតឲ្យយើងសើរើរឿងរាប់រយរាប់ពាន់បើយើងនៅតែជ្រុំរឿងដដែលបើកបានដដែលយើងកាត់ក្តីអត់ចប់ទេដូច្នេះតែពេលបិទផ្លូវតវ៉ាគឺអត់អាចតវ៉ាបានអានេះហើយដែលតាក់ទងនៅក្នុងគោលការណ៍នៃមាត្រា60នៃច្បាប់ប៉ុន្តែមិនមែនបានន័យថាអញ្ចឹងបានន័យថាយើងអាចប្តឹងថៃបានទៀតទេបានប៉ុន្តែមិនមែនប្តឹងសើរើសំណុំរឿងទេមាត្រា60ផ្ដល់ច្រកឲ្យយើងប្តឹងឲ្យតុលាការបកស្រាយសាលដីការបស់ខ្លួនដែលមានភាពមន្ទិលគូមកខាងបកស្រាយយកតែរៀងខ្លួនគូមកខាងទៀតបកស្រាយយកតែរៀងខ្លួនចុងក្រោយឆ្លោះគ្នាឈុលដោយសារខ្លឹមសារនៃសាលដីកានៅក្នុងមាត្រា60គឺគេបានពន្យល់ថាសំណុំរឿងអីក៏ដោយដែលបាត់ទៅហើយដែលអស់អាជ្ញាអស់ជំនុំលែងបើកផ្លូវឲ្យតវ៉ាបានហើយគូភាគីនៅតែអាចតវ៉ាប្តឹងទៅតុលាការនេះបានហើយការប្តឹងនេះទៀតសោតនៅក្នុងមាត្រា60អត់